យកទៅទុកហើយនឹងយកទៅចោលអ្នកទាំងអស់គ្នាមានដឹងទេថាពាក្យយកទៅទុកហើយនឹងយកទៅចោលនៅក្នុងភាសាកូរ៉េគេនិយាយបែបណាតោះនៅក្នុងមេរៀននេះយើងនឹងធ្វើការសិក្សាអំពីពាក្យយកទៅទុកហើយនឹងយកទៅចោល여러분 안녕하세요សួស្តីអ្នកទាំងអស់គ្នាតោះថ្ងៃនេះយើងមានមេរៀនថ្មីមួយទៀតហើយដើម្បីលើកយកមកធ្វើការសិក្សាអញ្ចឹងនៅក្នុងថ្ងៃនេះយើងនឹងសិក្សាអំពីពាក្យយកទៅទុកហើយនឹងយកទៅចោលជាភាសាកូរ៉េតោះអញ្ចឹងមុននឹងចូលដល់មេរៀនសម្រាប់អ្នកដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ហើយនឹងដាក់រូបកណ្ដឹងម្នាក់មួយផងណាតោះឥឡូវយើងចូលដល់មេរៀនយើងទាំងអស់គ្នាទី1យកទៅទុកយកទៅទុកភាសាកូរ៉េគេនិយាយថា 갖다 놓다 갖다 놓다 អញ្ចឹងពាក្យ 갖다 놓다 គឺជាពាក្យដើមពេលយើងយកវាទៅប្រើប្រាស់យើងត្រូវនិយាយថា 갖다 놔요 갖다 놔요 ពាក្យនេះយើងប្រើជាពាក្យគួរសមធម្មតាតែបើប្រើសម្រាប់មិត្តភក្តិសិតស្នាលឬមនុស្សដែលមានឋានៈទាបឬក៏អាយុតិចជាងយើងអាចនិយាយថា 갖다 놔 갖다 놔 យកទៅទុកឬមួយក៏យើងអាចប្រើវាជាល្បះបញ្ជាឬសំណូមពរយើងអាចនិយាយថា 갖다 놓으세요 갖다 놓으세요 សូមយកទៅទុកឧទាហរណ៍ 망치를 다시 갖다 놔요 망치를 다시 갖다 놔요 យកញញួរទៅទុកវិញ 서류를 사무실에 갖다 놓으세요 서류를 사무실에 갖다 놓으세요 សូមយកឯកសារទៅទុកនៅក្នុងការិយាល័យទី2យកទៅចោលយកទៅចោលក្នុងភាសាកូរ៉េគេនិយាយថា 갖다 버리다 갖다 버리다 갖다 버리다 គឺជាពាក្យដើមពេលយើងយកវាទៅប្រើប្រាស់យើងត្រូវនិយាយថា 갖다 버려요 갖다 버려요 ពាក្យនេះយើងប្រើជាពាក្យគួរសមធម្មតាតែបើប្រើសម្រាប់មិត្តភក្តិសិតស្នាលឬមនុស្សដែលមានឋានៈទាបឬក៏អាយុតិចជាងយើងអាចនិយាយថា 갖다 버려 갖다 버려 យកទៅចោលឬមួយក៏យើងអាចប្រើវាជាល្បះបញ្ជាឬសំណូមពរយើងអាចនិយាយថា 갖다 버리세요 갖다 버리세요 សូមយកទៅចោលឧទាហរណ៍ 쓰레기를 갖다 버려요 쓰레기를 갖다 버려요 យកសំរាមទៅចោលឬមួយក៏យើងអាចនិយាយថា 쓰레기를 갖다 버리세요 쓰레기를 갖다 버리세요 សូមយកសំរាមទៅចោលតោះនេះអ្នកទាំងអស់គ្នាអូខេអញ្ចឹងសម្រាប់មេរៀននេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាគ្នាយើងមិនទាន់អាចខមមិនសួរនៅខាងក្រោមបានណាហើយយើងនឹងជួបគ្នានៅក្នុងមេរៀនថ្មីទៀតអញ្ញង